បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចូលមេរៀនមួយទៀតគឺល្ងង3យ៉ាងក្នុងរឿងទ្រព្យសម្បត្តិល្ងង3យ៉ាងក្នុងរឿងទ្រព្យល្ងង3យ៉ាងនោះគឺល្ងងទី1មិនដឹងថាខ្លួនមានទ្រព្យល្ងងទី2ដឹងថាខ្លួនមានទ្រព្យហើយតែមិនប្រើទ្រព្យនោះល្ងងទី3ប្រើទ្រព្យនោះហើយតែប្រើមិនត្រូវឥឡូវយើងមើលទី1មិនដឹងថាខ្លួនមានទ្រព្យមនុស្សច្រើនណាស់គិតតែពីរឿងទៅស្វែងរកទ្រព្យនៅខាងក្រៅខ្លួនដោយមិនបានដឹងថានៅក្នុងខ្លួនក៏មានទ្រព្យដែរហើយវាគឺជាទ្រព្យចម្បងនិងសម្បើមទៀតផងទ្រព្យទាំងឡាយនៅលើផែនដីវានឹងមិនអាចត្រូវបានយកមកប្រើប្រាស់ប្រសិនបើយើងមិនបានគាស់ទ្រព្យក្នុងខ្លួនប្រើប្រាស់សិនអ្នកណាដែលយល់ពីទ្រព្យក្នុងខ្លួនគេអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនអ្នកណាដែលស្រពេចស្រពិលឬមិនយល់អំពីទ្រព្យនៅក្នុងខ្លួនគេដេកលើគំនរមាសក្នុងសភាពក្រីក្រប្រៀបដូចជាគ្រួសារមួយនៅក្នុងខ្ទមកញ្ចាស់ដ៏ជរាហើយគ្មានអាហារហូបចុកគ្រប់គ្រាន់រស់នៅយ៉ាងលំបាកលំបិននិងវេទនាពេលក្រោយខណៈពេលដែលក្រោមផ្ទះហ្នឹងសុទ្ធតែកំណប់ជាកំណប់មាសប៉ុន្តែគាត់មិនដឹងថាមានកំណប់ព្រឹកឡើងក្រោករូតរះចេញក្រៅផ្ទះទៅរកទ្រព្យពីខាងក្រៅដើម្បីយកមកចិញ្ចឹមជីវិតហើយធ្វើបែបហ្នឹងជារឿយៗអស់មួយជីវិតទៅយ៉ាងណាមនុស្សយើងច្រើនណាស់សម្លឹងចេញក្រៅខ្លួនស្វែងរកទ្រព្យនៅក្រៅខ្លួនអត់បានដឹងថានៅក្នុងខ្លួនក៏មានកំណប់ទ្រព្យដែរជាទ្រព្យដ៏សម្បើមជាទ្រព្យដ៏ចម្បងជាទ្រព្យដែលមិនចេះរីងស្ងួតទ្រព្យនោះគឺវាជាទ្រព្យនៃខួរក្បាលរបស់យើងផងវាក៏ជាទ្រព្យនៃរាងកាយរបស់យើងផងទ្រព្យនៃខួរក្បាលគឺកើតមកពីចំណេះដឹងទ្រព្យនៃរាងកាយគឺកើតមកពីជំនាញបើយើងនាំគ្នាវឹកហាត់ឲ្យមានជំនាញឬខំប្រឹងរៀនសូត្រឲ្យមានចំណេះបន្ទាប់មកយើងយកជំនាញឬចំណេះរបស់យើងនោះទៅរកទ្រព្យទើបយើងបានទ្រព្យយ៉ាងច្រើនសម្បើមគួរជាទីគាប់ចិត្តយើងថាប៉ាគីអាវដៃរបស់គាត់ផលិតទ្រព្យយ៉ាងសម្បើមប្រដាល់សោះហ្នឹងអញ្ចឹងយើងមើលដៃរបស់គាត់អាចរកលុយបានជាច្រើនទិញដីផងទិញមាសផងទិញឡានផងទិញពេជ្រផងវាស្មើនឹងដៃរបស់គាត់គឺជារ៉ែមាសមិនរីងស្ងួតរ៉ែពេជ្រមិនរីងស្ងួតយើងថា David Beckham ជើងរបស់គាត់គឺមាសតើមាសនោះមកពីណាគឺមកពីជំនាញរបស់គាត់ទាត់ទៅចេញមាសមិនរីងស្ងួត Ronaldo ទាត់ទៅរីងចេញមាសមិនរីងស្ងួតគេឲ្យស្បែកជើងមាសទៀតទាត់ម្ដងទាត់បាល់ម្ដងយកលុយទៅទិញមាសបានប្រមាណតោនអញ្ចឹងមាសនឹងមាសកាត់មកពីណាมันកាត់មកពីខ្លួនយើងយើងមើលអ្នកនិពន្ធសភៅវិញខួរក្បាលគាត់សុទ្ធតែមាសនិពន្ធសភៅមួយក្បាលលក់បានរាប់ម៉ឺនឬរាប់លានដុល្លារហើយមិនរីងស្ងួតនោះមិនមាសមិនទ្របនៅក្នុងខ្លួនទេឬយើងមើលអ្នកនិពន្ធរឿងវិញអ្នកថតរឿងវិញអ្នកម្ចាស់ផលិតកម្មវិញផលិតមួយរឿងបានរាប់ពាន់លានដុល្លារនោះមិនខួរក្បាលរបស់គាត់ផលិតមាសមិនរីងស្ងួតទេឬឥឡូវយើងសម្លឹងឲ្យឃើញមើលថាប្រភពមាសដ៏ធំបំផុតវានៅទីណាវានៅអេស្ប៉ាញវានៅអាមេរិកឡាទីនវានៅបបប៉ៃឡិនវានៅរតនគិរីប៉ិតណាស់នៅក្នុងផែនដីហ្នឹងវាមានមាសនៅច្រើនកន្លែងនោះគឺជារ៉ែមាសប៉ុន្តែបើសិនជាយើងគ្មានអាមាសនៅក្នុងខ្លួននេះទេពោលគឺសមត្ថភាពជំនាញនិងចំណេះដឹងទោះជាយើងដេកដើរលើមាសឬក៏យើងជន់មាសទូលមាសប៉ះមាសហូបមាសបុកមាសក៏យើងនៅតែមិនអាចទទួលបានមាសដែរអញ្ចឹងវាគឺជារឿងឆោតល្ងងណាស់បើសិនជាយើងគិតតែពីរឿងប្រើកម្លាំងកាយរបស់យើងទៅរកលុយនៅខាងក្រៅទៅរកមាសទៅរកពេជ្រទៅរកទ្រព្យសម្បត្តិនៅខាងក្រៅដោយមិនបានគាស់មាសខាងក្នុងខ្លួនយើងនេះឲ្យមានសមត្ថភាពអ្វីមួយឲ្យមានជំនាញអ្វីមួយឲ្យមានចំណេះអ្វីមួយឲ្យពិតប្រាកដឲ្យច្បាស់លាស់ហើយអានឹងហើយគឺជាទ្រព្យសម្បត្តិពិតរបស់យើងណាជាទ្រព្យសម្បត្តិពិតមួយជីវិតចោលលួចក៏មិនបានរស់ស៊ីបរាជ័យក៏ខាត់តែមុខរបរតាមិនដាច់ក្បាលណាលុះត្រាយើងដាច់ក្បាលបានអស់ហើយឬក៏ថាបើយើងដាច់ដៃដាច់ជើងហើយយើងបកកែតតបាល់បកកែវាយបុកនឹងអស់ហើយអ្នកមានជំនាញបើសិនជាយើងបកកែដៃហើយវាមិនប៉ះពាល់ដល់ដៃយើងបកកែជើងហើយយើងអត់ពិការជើងយើងបកកែក្បាលហើយយើងមិនពិការក្បាលឬយើងបកកែក្បាលមានចំណេះដឹងហើយយើងពិការដៃពិការជើងក៏ដោយចុះឧទាហរណ៍ថាបើជាអកុសលក៏វានៅតែប្រើមិនអស់មាសក្នុងខ្លួនយើងដែរកសិករនោះគាត់នៅលើមាសមួយជីវិតតែយើងដើរទូលមាសមួយជីវិតកសិករនឹងនៅលើមាសមួយជីវិតតែនៅតែក្ររហេមរហាបតែយើងនៅលើយើងដើរទូលមាសប្រយ័ត្នណាប្រយ័ត្នក្រលហេមលហាបើថាយើងដើរទូលកាមមិនធ្វើទេប៉ុន្តែយើងដើរទូលមាសនៅកន្លែងនេះហើយមាសនៅពេញរាងកាយរបស់យើងហ្នឹងវាគឺជារឿងដែលអាក្រក់អាក្រៃឬក៏ជារឿងឆោតល្ងងណាស់ដែលយើងមានទ្រព្យហើយមិនដឹងថាមានទ្រព្យណាល្ងងទី2គឺដឹងថាមានទ្រព្យហើយតែមិនប្រើអ្នកខ្លះដឹងថាខួរក្បាលបើចេះអ្វីមួយទៅអាចផលិតលុយបានយ៉ាងសម្បើម
មិនរីងស្ងួតរាងកាយបើមានជំនាញអ្វីមួយទៅអាចផលិតអ្វីបានឬរលួយបានយ៉ាងច្រើនសម្បើមមិនរីងស្ងួតដឹងថាអញ្ចឹងដែរប៉ុន្តែមិនខំប្រឹងឲ្យមានជំនាញឲ្យមានចំណេះយកមកប្រើដឹងថាខួរក្បាលជាមាសដែរប៉ុន្តែមិនព្រមរៀនឲ្យមានចំណេះក្នុងខួរក្បាលយកមកប្រើសោះដឹងថារាងកាយហ្នឹងវាអាចមានជំនាញដែរបើបង្វឹកវាប៉ុន្តែមិនទៅបង្វឹកមិនទៅរៀនមិនទៅវឹកហាត់សោះអាហ្នឹងហើយដែលហៅថាដឹងថាមានទ្រព្យហើយតែនៅតែចេះមិនយកមកប្រើវាដូចជាមនុស្សខ្លះមានដីមួយប្លង់ឬច្រើនប្លង់នៅកណ្ដាលទីក្រុងហើយអត់មានមុខរបរហើយអត់មានលុយចាយហើយធ្វើខ្លួនដូចជាក្រលហេមលហាមហូបមិនឆ្អែតមិនហ៊ានហូបឆ្ងាញ់មិនហ៊ានទិញរបស់ប្រើប្រាស់ល្អរហូតដល់ថាមិនហ៊ានទិញឡានទំនើបជិះទៀតហើយបើគិតជាទ្រព្យសម្បត្តិ100លានដីមួយកន្លែង40លានថាបើសិនជាយើងមានដីហើយជុំមិនយកដីនឹងទៅខ្ចីលុយគេមកយកដីនឹងទៅប្រចាំមកឬថាបើយើងខ្ជិលខ្ចីលុយគេលក់ដីមួយចំហៀងយកអាលុយមកអភិវឌ្ឍមួយចំហៀងទៀតមកឲ្យចេញលុយទៅឲ្យធ្វើឲ្យអា20លានដែលនៅមួយចំហៀងហ្នឹងឲ្យវាទៅជា200-300លានទៅឬក៏យើងស្ដាយដីក៏បានយកដីហ្នឹងទៅប្រចាំធនាគារហើយយកមកធ្វើមកអ្នកខ្លះសួរថាចុះបើធ្វើទៅបរាជ័យចុះមិនប្រើខួរក្បាលមិនរៀនណាបើសួរបែបហ្នឹងខំយកប្តីប្រពន្ធទៅអីយកប្តីប្រពន្ធទៅមុនយកប្តីប្រពន្ធចាប់ដើមគិតចុះបើយកប្តីមកអាពេលហ្នឹងវាបានវាធ្វើឯងបានកូនមួយវាលែងឯងចោលបាត់ទៅមិនទៅឬក៏ថាអូយយាយពេកហ្នឹងយកមកធ្វើជាប្រពន្ធហើយយកលុយឯងទៅអស់ទៅណាបើយើងគិតតែអវិជ្ជមានអញ្ចឹងទៅមិនយកប្តីយកប្រពន្ធនេះណាសូម្បីតែទិញឡានជិះក៏អត់ហ៊ានទិញដែរទិញឡានទៅបុកទៅគ្រោះថ្នាក់ទៅទិញកប៉ាល់ហោះជិះទៅធ្លាក់បាក់កងាប់ទៅយើងមានលុយហើយយើងមានទ្រព្យហើយយើងមានដីហើយស្វែងរកចំណេះដឹងថែមទៀតមកប្រើប្រាស់ទ្រព្យនឹងទៅទុកចោលឥតប្រយោជន៍អ្នកខ្លះទុកទ្រព្យឲ្យកូនគេហ្នឹងអ្នកខ្លះខំប្រឹងរលួយឲ្យកូនគេតាឲ្យកូនណាគេឲ្យកូនគេឧទាហរណ៍ថាមកគ្រួសារហ្នឹងប្តីប្រពន្ធហ្នឹងមានកូន 4-5 នាក់ហើយគិតជាលុយវិញ$500 លានដីធ្លីហើយអត់ហ៊ានលក់អត់ហ៊ានអភិវឌ្ឍអត់ហ៊ានបង្កើតចំណូលទេទុករហូតដល់ខ្លួនចាស់ស្លាប់ដល់ចាស់ស្លាប់ទៅដីនឹងបានទៅណាមិនបានទៅកូនហើយបើកូនស្រីយកទៅចែកប្តីយកទៅចែកប្តីចាយហើយបើកូនប្រុសយកទៅចែកប្រពន្ធចាយណាអានោះមិនកូនគេណាហើយបើថាកូនណាមានគំនិតក៏វាយកទៅចែកឲ្យចៅរបស់គេទៅចៅគ្រាន់បើបន្តិចណាហើយបើកូនយើងមានគំនិតហើយយើងទៅភ័យខ្លាចក្រធ្វើអីចឹងអ្នកខ្លះធ្វើការងារស៊ីអត់ស៊ីឃ្លានតាំងពីសង្គមអើយមកបានលុយមកទិញដីបានលុយមកទិញដីស៊ីអត់ស៊ីឃ្លានរហូត40ឆ្នាំរហូតដល់មានដីដែលវាខ្លាចទៅជាដីត្រូវប៉ាន់ទិញមកតឡឹង2តឡឹងឥឡូវវាឡើងដល់$200 លានហើយអាយុ50ជាងហើយនៅតែជិះអាសង្ការេត្រឹកណាមានទ្រព្យហើយមិនចេះប្រើឲ្យទ្រព្យនៅតែប្រើរហូតមនុស្សល្ងងធ្វើការដើម្បីលុយមនុស្សឆ្លាតប្រើលុយធ្វើការមនុស្សល្ងងត្រឹកដោយសារលុយប្រើមនុស្សឆ្លាតអត់ទេប្រើលុយឲ្យធ្វើការត្រឹកកុំឃើញថាអ្នកខ្លះមានទ្រព្យច្រើនហ្នឹងថាគាត់ឆ្លាតណាគាត់គ្រាន់តែត្រូវឱកាសណាមួយរកស៊ីត្រូវមុខរបរណាមួយទេប៉ុន្តែការពិតក្រលហេមលហាមជាងអ្នកក្រទៅទៀតរិះហើយបើយកទ្រព្យមកបែបហ្នឹងយកមកធ្វើអីណាមនុស្សឆ្លាតយកទ្រព្យមកប្រើដល់មនុស្សល្ងងនៅតែឲ្យទ្រព្យប្រើមួយជីវិតយកមកធ្វើអីនៅហើយគឺជាខ្ញុំកញ្ចេះរបស់ទ្រព្យខំប្រឹងរវាចង្ងាប់ដល់ទៅពេលខ្លួនឯងចាស់ទៅងាប់បាត់កូនគេចាយចូលបើសិនជាយើងរកមកបានមួយចំនួនល្មមសំវិនិយោគបន្តទៅទៀតហើយមើលតែអាយុយើងចាស់ហើយដល់ពេលចាយរៀបចំផែនការចាយម្ដងទៅប្រើប្រាស់បានជាសេចក្តីសុខចម្រើនម្ដងទៅវាយ៉ាងម៉េចទី3ប្រើហើយតែប្រើមិនត្រូវអ្នកខ្លះដឹងថាមានដីមានផ្ទះហ្នឹងអាចខ្ចីធនាគារបានយកមករកស៊ីយកអីបានក៏យកដីហ្នឹងទៅខ្ចីលុយធនាគារហើយក៏យកលុយហ្នឹងមកប្រើការយកលុយហ្នឹងមកវិនិយោគយកលុយហ្នឹងមករកស៊ីស្រាប់តែរកស៊ីទៅខាតអស់រលីងទិញផលិតផល 4-10 ម៉ឺនលក់រហូតតាំងពីមួយខែដល់3ឆ្នាំដល់ហួសដលេអស់ផលិតផលឬក៏ធ្វើអាជីវកម្មផ្សេងវាខាតណែហេតុអីបានជាខាតមកពីប្រើវាមិនត្រូវថាហេតុអីប្រើមិនត្រូវមកពីមិនរៀនមានទ្រព្យហើយហ្នឹងណាមុននឹងវិនិយោគអ្វីមុននឹងប្រើទ្រព្យនឹងឲ្យទៅជាអ្វីត្រូវរៀនសិនរៀនឲ្យចេះឲ្យដឹងឲ្យយល់ច្បាស់លាស់អំពីការប្រើទ្រព្យអំពីការវិនិយោគអំពីការរកស៊ីអំពីការធ្វើអាជីវកម្មដែលយើងហៅថាចំណេះដឹងហិរញ្ញវត្ថុរៀនអាហ្នឹងឲ្យចេះសិនចាំតែប្រើហិរញ្ញវត្ថុ
បើសិនជាមិនទាន់រៀនផងឬក៏រៀនបានតែបន្តិចអាមេរៀនថាអាមេរៀនត្រូវ100មេរៀនក៏រៀនបានតែ2 3មេរៀនតឡោប្រហើនថ្លើមធំយកទ្របទៅប្រចាំពឹបយកមករកស៊ីខ្ពាកដំដងថ្មុលណារៀនសិនដាក់ពេលវេលារៀនមកយ៉ាងហោចណាស់6ខែទៅ1ឆ្នាំហើយវាចេះចាំយល់ច្បាស់លាស់ពិតប្រាកដតាំងពីតំណែងតំណងផ្សេងរវាងទ្របរវាងអាជីវកម្មរវាងច្បាប់ទម្លាប់ស្គាល់ពីសង្គមឲ្យបានច្រើនហើយចាំយកទ្របហ្នឹងទៅប្រចាំឬក៏យកទ្របហ្នឹងទៅប្រើប្រាស់យកមកធ្វើអាជីវកម្មយកមកវិនិយោគបន្តទៀតរឿងត្រូវរៀនណាព្រោះអាការដែលយើងមានដីមានអីលើកមុនហ្នឹងអាហ្នឹងជួនកាលជាឱកាសទេទិញដីកន្លែងហ្នឹងមហាតាម$1000កាលហ្នឹងទើបរៀបការហើយមិនដឹងយកលុយទៅណាទិញ$1000ឥឡូវវាឡើង$1លានមិនដឹងថាអាហ្នឹងទីក្រុងណាចេះទិញស្មានព្រាវអ្នកខ្លះមានដោយសារតែស្មានព្រាវទេកុំតឡោកុំចេះតែហ៊ានត្រូវតែរៀនឲ្យចេះច្បាស់ចាំហ៊ាន